បាទលោកអ្នកនាងកញ្ញាជាទីមេត្រីឥឡូវនេះយើងងាកទៅមើលបញ្ហាព្រំដែនកម្ពុជាថៃវិញម្ដងជាពិសេសងាកទៅមើលរបៀបចាត់ចែងរបស់ប្រទេសថៃទៅលើប្រជាពលរដ្ឋខ្លួនហើយងាកទៅមើលរបៀបចាត់ចែងរបស់រដ្ឋាភិបាលកម្ពុជានៃក្រមគ្រួសារតកូលហ៊ុនទៅលើពលរដ្ឋរបស់ខ្លួនយើងដឹងហើយបន្ទាប់ពីលោកហ៊ុនសែននឹងបានចេញសម្លេងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកហើយនឹងអតីតនាយករដ្ឋមន្ត្រីថៃគឺអ្នកត្រីផែថងថានឹងមកនឹងគឺថាទិសដៅរបស់លោកហ៊ុនសែននឹងគឺធ្វើឲ្យលោកដៃចូលកកកកាយស្ថានភាពនយោបាយរបស់ថៃនោះទេក៏ប៉ុន្តែផ្ទុយពីអ្វីដែលលោកហ៊ុនសែនចង់បានការបញ្ចេញវីដេអូថេបនេះខ្សែអាត់សម្លេងនេះដំបូងឡើយធ្វើឲ្យមានការកក្រើករំជួយនៅក្រុងបាងកកបន្តិចមែនក៏ប៉ុន្តែទីបំផុតទាំងរដ្ឋាភិបាលទាំងស្ថាប័នយោធាទាំងស្ថាប័នព្រះមហាក្សត្រទាំងមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅគេពួតដៃគ្នាស្រុះគ្នាងាកមកសងសឹកកម្ពុជាទៅវិញយើងងាកទៅមើលការចាត់ចែងរបស់រដ្ឋាភិបាលនៃក្រមគ្រួសារត្រកូលហ៊ុនឯនោះវិញនៅពេលដែលប្រជាមិត្តកំពុងតែរួមដៃគ្នាគ្រប់មជ្ឈដ្ឋានទាំងអស់ក្រមគ្រួសារត្រកូលហ៊ុនដឹកនាំដោយលោកហ៊ុនសែននេះគឺងាកតែមកបង្ក្រាបជនជាតិឯងទៅវិញអ្នកណាដែលហ៊ានងើបរិះគន់រឿងបញ្ហាព្រំដែនលោកចាប់ដាក់គុកមកទល់នឹងពេលនេះលោកចាប់ដាក់គុកគឺថាប្រហែលជា50នាក់នេះជាអ្វីដែលលោកអ្នកនាងនឹងបានឮពីសេចក្តីរាយការណ៍របស់លោកថាថៃដែលខ្ញុំបាទនឹងចាក់ជូននាពេលបន្តិចទៀតនេះលោកថាថៃរាយការណ៍តាក់ទងនឹងរឿងនេះមកថារដ្ឋាភិបាលក្រុងភ្នំពេញនឹងបានយកចំនួនព្រំដែនកម្ពុជាថៃធ្វើជាឱកាសយាយីនិងបង្ក្រាបទៅលើអ្នករិះគន់និងអ្នកប្រឆាំងជាបន្តបន្ទាប់ដែលផ្ទុយទៅនឹងគោលការណ៍សិទ្ធិមនុស្សអង្គការលីកាដូបានអះអាងថាមកទល់នឹងពេលនេះមានអ្នកជាប់ឃុំដោយសារតែការប្រើប្រាស់សិទ្ធិរបស់ខ្លួននឹងចំនួន115នាក់ក្នុងនោះជាង 70% ឬជាង50នាក់គឺជាអ្នកបញ្ចេញមតិរឿងចំនួនព្រំដែនបាទសូមអញ្ជើញលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍ពិស្ដាររបស់លោកថាថៃអំពីរឿងនេះដូចតទៅបើទោះបីជាប្រទេសកម្ពុជាកំពុងរងគ្រោះពីការឈ្លានពានរបស់យោធាថៃក្តីក៏រដ្ឋាភិបាលឪពុកកូនគឺលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតមិនបានបង្អង់ដៃនៅក្នុងការបំផិតបំភ័យការយាយីនិងការធ្វើទុកបុកម្នេញទៅលើអ្នករិះគន់និងអ្នកប្រឆាំងឡើយផ្ទុយទៅវិញចំនួនព្រំដែនកម្ពុជាថៃបានក្លាយជាលេសសម្រាប់រដ្ឋាភិបាលក្រុងភ្នំពេញបង្កើនការចោទប្រកាន់និងចាប់ខ្លួនឥតឈប់ឈរទៅលើសកម្មជននយោបាយបកប្រឆាំងសកម្មជនសិទ្ធិមនុស្សអ្នកសារព័ត៌មានគ្រូបង្រៀននិងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលនៅលើបណ្ដាញសង្គមរបាយការណ៍របស់អង្គការលីកាដូដែលបានចងក្រងចំនួនអ្នកជាប់ឃុំដោយសារការប្រើប្រាស់សិទ្ធិបង្ហាញថាគិតត្រឹមថ្ងៃទី17ខែមិថុនាចំនួនអ្នកជាប់ឃុំបានកើនដល់115នាក់ក្នុងនោះជាង 70% ឬជាង50នាក់ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនដោយសារការបញ្ចេញមតិពាក់ព័ន្ធនឹងចំនួនព្រំដែនកម្ពុជាថៃចាប់តាំងពីខែកក្កដាឆ្នាំ2025មកនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសំអាតអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីថាចំនួនអ្នកជាប់ឃុំពាក់ព័ន្ធទៅនឹងការបញ្ចេញមតិរឿងព្រំដែនមានចំនួនច្រើនជាង115នាក់នេះក៏ប៉ុន្តែដោយសារគ្រួសាររបស់អ្នកជាប់ឃុំមួយចំនួនមិនអនុញ្ញាតឲ្យប្រើប្រាស់ព័ត៌មានរបស់អ្នកជាប់ឃុំឬចងក្រងនៅក្នុងរបាយការណ៍នោះទេលោកអំសំអាតសន្និដ្ឋានថាប្រសិនបើបូកសរុបទាំងអស់ចំនួនអ្នកជាប់ឃុំអាចកើនដល់ជាង130នាក់កន្លងទៅយើងឃើញថារាជរដ្ឋាភិបាលក៏បានលើកឡើងដែរថាពលរដ្ឋទាំងអស់មានសិទ្ធិក្នុងការបញ្ចេញមតិទាក់ទងទៅបញ្ហាព្រំដែននិងបញ្ហាផ្សេងៗទៀតណាក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយយើងមានការព្រួយបារម្ភដែរកន្លងមកយើងឃើញថាមានមនុស្សដែលជាង100នាក់ដែលត្រូវបានចាប់កាន់ហើយនឹងការឃុំខ្លួនមានការផ្ដន់ទោសទាក់ទងនឹងការបញ្ចេញមតិទាក់ទងនឹងបញ្ហាព្រំដែនក៏ដូចជាបញ្ហាផ្សេងៗនៅក្នុងសង្គមណាអញ្ចឹងយើងបារម្ភទៅលើបញ្ហាទាំងអស់នេះហើយបើសិនជាអាជ្ញាធរក៏ដូចជាតុលាការលោកមិនបានពិនិត្យពិចារណាឲ្យបានដិតដល់ថាអ្វីជាសេរីភាពក្នុងការបញ្ចេញមតិអ្វីជាបទល្មើសអាហ្នឹងវាអាចប៉ះពាល់ទៅដល់សេរីភាពនៅក្នុងការបញ្ចេញមតិអាជ្ញាធរបានចាត់ប្រកាន់អ្នកដែលត្រូវបានចាប់ខ្លួនភៀសច្រើនពីបទញុះញង់ដែលអាចជាប់ពន្ធនាគាររហូតដល់2ឆ្នាំនិងពីបទរួមគំនិតក្បត់ឬពីបទប្រគល់ឲ្យរដ្ឋបរទេសនៅព័ត៌មានជាអាតដែលធ្វើឲ្យអន្តរាយដល់ការការពារជាតិដែលអាចជាប់ពន្ធនាគារពី5ឆ្នាំដល់15ឆ្នាំទោសទណ្ឌរបស់ពួកគាត់គឺដោយសារតែការបង្ហោះសារបញ្ចេញមតិតាមបណ្ដាញសង្គមអំពីករណីទាហានខ្វះទឹកការចង់ធ្វើបាតុកម្មប្រឆាំងការឈ្លានពានរបស់ថៃ
ព្រមទាំងរិះគន់រដ្ឋាភិបាលប្រព្រឹត្តអំពើពុករលួយដោយមិនខ្វល់ពីជីវភាពកងទ័ពនិងបញ្ហាអសមត្ថភាពការពារទឹកដីជាដើមកាលពីថ្ងៃទី9ខែមិថុនាកន្លងទៅមេបកកណ្ដាលអំណាចនឹងជាប្រធានព្រឹទ្ធសភាលោកហ៊ុនសែនធ្វើត្បិតតែលោកសុំទោសជាសាធារណៈចំពោះកំហុសដែលលោកមិនបានត្រៀមលក្ខណៈប្រយុទ្ធនិងមិនបានពង្រឹងវិស័យយោធារហូតដល់ថ្នាក់ចាញ់សង្គ្រាមជាមួយថៃនោះក៏លោកនៅតែបន្តបញ្ចេញសារគំរាមកំហែងតាមធ្វើបាបអ្នករិះគន់និងអ្នកប្រឆាំងឥតឈប់ឈរដែរខ្ញុំបានបង្ហោះសារមួយថារបួសកូនដៃមួយវាមិនគួរធ្វើឲ្យរូបកាយតមូលពិការទេវាបែរជាយកទៅកន្លែងថាលោកហ៊ុនសែនចាត់ទុកថារឿងទល់ដែនប៉ុនកូនដៃវាស្គួតចឹងណាដែលហៅតែក្រុមជនចឹងបានខ្ញុំនិយាយថាអានេះងើបមួយវ័យមួយអត់បានមិនអាចទុកឲ្យប្រមុខរបស់បានទេបកនយោបាយទាំងអស់ធ្វើសកម្មភាពប៉ុន្តែឲ្យចង់ថាឲ្យងើបមួយវ័យមួយព្រោះចេះបើមិនបោះសម្អាតខាងក្រោយទេទល់ក៏មិនអត់បានទេទៅវាយខាងក្រោយឲ្យមកសិនវាយក្រោយឲ្យបាក់សិនប៉ុន្តែអាពួកហ្នឹងនៅក្រៅប្រទេសទេប៉ុន្តែខាងក្នុងតែហ៊ានសារលើមើលទន្ទឹមនឹងមេដឹកនាំរដ្ឋាភិបាលត្រកូលហ៊ុនគម្រាមកំហែងនិងបង្ក្រាបឥតស្រាកស្រានទៅលើអ្នករិះគន់និងអ្នកប្រឆាំងនេះនៅឯប្រទេសថៃវិញរដ្ឋាភិបាលថៃបានបើកដៃឲ្យយោធាពលរដ្ឋនិងប្រសង់ថៃចូលកាន់កាប់និងសាងសង់សំណង់ផ្សេងនៅលើទឹកដីខ្មែរលើពីនេះរដ្ឋាភិបាលថៃក៏ផ្ដល់សេរីភាពឲ្យអ្នកសារព័ត៌មានអ្នកប្រឆាំងនិងបញ្ញវន្តថៃអាចបញ្ចេញមតិពាក់ព័ន្ធនឹងចំនួនព្រំដែនជាមួយកម្ពុជាដោយគ្មានការរារាំងនិងការបង្ក្រាបឡើយបើទោះបីជាមានទស្សនៈរិះគន់រដ្ឋាភិបាលថៃក្តីពេលខ្លះលោកហ៊ុនសែនថែមទាំងយកទស្សនៈបញ្ញវន្តថៃដែលរិះគន់រដ្ឋាភិបាលថៃនោះមកចែករំលែកលើ Facebook របស់លោកទៀតផងប្រធានអង្គការសម្ព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលមានមូលដ្ឋាននៅអូស្ត្រាលីលោកអ៊ិនណាតថ្លែងថារដ្ឋាភិបាលក្រុងភ្នំពេញកំពុងជន់ឈ្លីរដ្ឋធម្មនុញ្ញតាមរយៈការបង្ក្រាបទៅលើពលរដ្ឋខ្មែរដែលបញ្ចេញមតិដោយសន្តិវិធីពាក់ព័ន្ធនឹងចំនួនព្រំដែនកម្ពុជាថៃលោកបន្តថាទង្វើរបស់រដ្ឋាភិបាលនេះគ្មានផលចំណេញដល់ជាតិខ្មែរឡើយហើយរដ្ឋាភិបាលខ្លួនឯងក៏កាន់តែជាប់ឈ្មោះអាក្រក់រឿងរំលោភសិទ្ធិមនុស្សនិងបាត់បង់ការគាំទ្រផ្នែកការទូតពីសហគមន៍អន្តរជាតិផងដែរហើយការរំលោភសិទ្ធិមនុស្សដ៏ក្លឿនរបស់រដ្ឋាភិបាលដែលផ្ទុយពីរដ្ឋធម្មនុញ្ញនិងមាត្រាដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះធ្វើឲ្យសហគមន៍អន្តរជាតិពិតជាខកចិត្តហើយគេអត់ជួយខាងយើងទេព្រោះយើងបាត់បង់គេឈ្មោះបាត់បង់កិត្តិយសលើឆាកអន្តរជាតិហើយបន្ថែមទៅលើនឹងបញ្ហាមជ្ឈមណ្ឌលដែលឆោបបោកអនឡាញជាដើមហ្នឹងវារួមផ្សំគ្នាទាំងអស់ធ្វើឲ្យយើងហ្នឹងខូចឈ្មោះនៅក្នុងអន្តរជាតិយើងត្រូវការស្ដារទំនាក់ទំនងការទូតដើម្បីស្ដារទំនាក់ទំនងការទូតទល់តែយើងធ្វើឲ្យគេឃើញសិនថាយើងជាប្រទេសមួយគោរពសិទ្ធិមនុស្សគោរពលទ្ធិជាធិបតេយ្យសេរីពហុបកដោយដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពីខែវិច្ឆិកាឆ្នាំ2025អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ក៏បានចេញសេចក្តីថ្លែងការណ៍ថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតបានយកចំនួនព្រំដែនកម្ពុជាថៃដើម្បីចាប់ខ្លួនមនុស្សតាមទំនើងចិត្តដែរអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះអះអាងថាត្រឹមតែនៅក្នុងខែកក្កដានិងក្នុងខែសីហាឆ្នាំ2025អាជ្ញាធរកម្ពុជាបានចាប់ខ្លួនសកម្មជននយោបាយសកម្មជនសិទ្ធិមនុស្សអ្នកសារព័ត៌មាននិងអ្នកបញ្ចេញមតិតាមបណ្ដាញសង្គមយ៉ាងហោចណាស់ជាង16នាក់ក្រុមអង្គការការពារសិទ្ធិមនុស្សជាតិនិងអន្តរជាតិតែងតែអំពាវនាវឲ្យរដ្ឋាភិបាលបរទេសដាក់សម្ពាធឲ្យរដ្ឋាភិបាលក្រុងភ្នំពេញលុបចោលការចាត់ប្រកាន់ដែលគ្មានមូលដ្ឋាននិងដោះលែងអ្នកដែលកំពុងជាប់ឃុំដោយសារការប្រើប្រាស់សិទ្ធិទាំងនេះវិញខ្ញុំថាថៃពីទីក្រុងមែលប៊នបាទលោកនាងកញ្ញាជាទីមេត្រីលោកនាងបានឃើញហើយសង្គ្រាមព្រំដែនខ្មែរថៃដែល